នៅក្នុងវីដេអូនេះខ្ញុំសូមលើកយកនៅចំណុចសំខាន់មួយចំនួនដែលមានបងប្អូនជាច្រើនគាត់បានឆាតមកខ្ញុំស្នើឲ្យខ្ញុំនិយាយអំពីការរស់នៅក៏ដូចជាការសិក្សារៀនសូត្រនៅក្នុងប្រទេសចិនបាទខ្ញុំសូមលើកយកចំណុចទី1គឺគុណភាពនៃការអប់រំបាទសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសចិនគឺមានការទទួលស្គាល់គុណភាពនៃការអប់រំជាលក្ខណៈអន្តរជាតិអញ្ចឹងបងប្អូនអាចចូលទៅឆែកមើលនៅក្នុង website បាទណាបាទខ្ញុំអាចឧទាហរណ៍ដូចជាសាកលវិទ្យាល័យ Peking University សាកលវិទ្យាល័យ Fudan University ឬក៏សាកលវិទ្យាល័យ Tsinghua University អញ្ចឹងបងប្អូនអាចចូលទៅឆែកមើលសាកលវិទ្យាល័យទាំងអស់នោះគឺសុទ្ធតែមានការទទួលស្គាល់គុណភាពអប់រំជាលក្ខណៈអន្តរជាតិតែម្ដងចំណុចទី2គឺតម្លៃនៃការរស់នៅបាទអញ្ចឹងការរស់នៅនៅក្នុងប្រទេសចិនហ្នឹងគឺទី1គឺមានសុវត្ថិភាពខ្ពស់បាទអញ្ចឹងយើងអាចដើរលេងបានដល់ម៉ោងប្រហែលក៏អត់បារម្ភដែរបាទគឺមានសុវត្ថិភាពទៅកន្លែងណាក៏មានសុវត្ថិភាពដែរបាទហើយតម្លៃនៃការចាយវាយហ្នឹងក៏ទាបដែរបាទភាពលម្អិតនៃការចាយវាយខ្ញុំនឹងធ្វើនៅក្នុងវីដេអូក្រោយបាទចំណុចទី3គឺវប្បធម៌នៃការចែករំលែកវប្បធម៌នៃការចេះជួយគ្នាវប្បធម៌នៃការរាប់អានអញ្ចឹងប្រជាជនចិនគឺមានវប្បធម៌ជួយមានវប្បធម៌ចែករំលែកបាទអញ្ចឹងនៅត្រង់ចំណុចនេះគឺជាចំណុចមួយដែលផ្ដល់ភាពកក់ក្ដៅដល់យើងជានិស្សិតអន្តរជាតិដែលមកសិក្សានៅទីនេះបាទយើងមានបញ្ហាយើងអាចសួរពួកគាត់នឹងអាចបញ្យល់ណែនាំយើងបានបាទចំណុចទី4ដែលជាចំណុចសំខាន់នោះគឺឱកាសបាទឱកាសមិនថាឱកាសការងារឬក៏ឱកាសស្វែងរកដៃគូដើម្បីធ្វើធុរកិច្ចនោះទេបាទអញ្ចឹងបងប្អូនដែលចង់ធ្វើពាណិជ្ជកម្មធ្វើធុរកិច្ចជាមួយជនជាតិចិនបាទនៅក្នុងប្រទេសចិននេះគឺពិតជាល្អអញ្ចឹងបងប្អូនអាចទទួលបានឱកាសច្រើនបាទណាអញ្ចឹងចំណុចទី4នេះគឺសំខាន់ណាស់បាទអញ្ចឹងយើងអ្នករៀនសូត្រគឺដើម្បីទទួលបានឱកាសការងារឬក៏ឱកាសធ្វើពាណិជ្ជកម្មហ្នឹងហើយបាទយើងដឹងហើយប្រទេសចិនជាប្រទេសផលិតបាទណាបាទអញ្ចឹងយើងអាចបង្កើតដៃគូស្វែងរក supplier បានបាទគឺងាយស្រួលចំណុចចុងក្រោយបាទនៅក្នុងប្រទេសចិនគឺមានន័យថាទំនើប technology បាទ modern infrastructure តែម្ដងបាទអញ្ចឹងកន្លែងណាក៏គេប្រើបច្ចេកវិទ្យាដែរបាទមិនថាចូលដមបាទចូលដមក៏ត្រូវ scan មិនថាចូលសាលារៀនក៏ត្រូវ scan ចូលបន្ទប់បណ្ណាល័យក៏ត្រូវ scan បាទចូលផ្សារឬក៏កន្លែងដើរលេងបាទទិញសម្ភារៈប្រើប្រាស់គឺយើងប្រើបច្ចេកវិទ្យាទាំងអស់អញ្ចឹងចំណុចនេះជាចំណុចមួយធ្វើឲ្យយើងទទួលបានការសិក្សារៀនសូត្រទទួលបានអ្វីប្លែកថ្មីជាច្រើនបាទអញ្ចឹងបើសិនបងប្អូនចង់ដឹងអ្វីបន្ថែមទៀតបាទបងប្អូនអាច comment នៅក្នុងវីដេអូនេះបាទសូមអរគុណ